ជប៉ុននាំប្រេងដោយមិនពឹងផ្អែកលើច្រកសមុទ្រហូម៉ឺសបានមកដល់ប្រទេសដោយជោគជ័យហើយក្នុងពេលស្ថានភាពនៅអ៊ីរ៉ង់កំពុងតានតឹងខ្លាំងពិភពលោកភ័យថាផ្លូវសំខាន់បំផុតសម្រាប់ធម្មពលអាចបិទតែជប៉ុនបានធ្វើអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលនាវាដឹកប្រេងមួយបានមកដល់ជប៉ុនដោយមិនឆ្លងកាត់ច្រកសមុទ្រហូម៉ឺសដែលជាផ្លូវត្រូវបានគេហៅថាសរសៃឈាមធម្មពលពិភពលោកយោងតាមសារព័ត៌មាន ANN ជប៉ុនដែលបានផ្សាយនៅថ្ងៃទី3ខែមីនានេះបានឲ្យដឹងថានាវានេះបានដឹកប្រេងប្រហែល 100,000 គីឡូម៉ែត្រពីចក្រភពអារ៉ាប់រួមហើយបានមកដល់ក្រៅឆ្នេរអ៊ីម៉ាបារីប្រទេសជប៉ុនសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងថៃយ៉ូប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវាមិនបានឆ្លងកាត់ច្រកសមុទ្រហូម៉ឺសទេតែវាបានធ្វើដំណើរតាមផ្លូវជំនួសគឺតាមសមុទ្រក្រហមនេះគឺជាលើកដំបូងបន្ទាប់ពីច្រកសមុទ្រហូម៉ឺសត្រូវបានរាំងខ្ទប់ដែលមាននាវាដឹកប្រេងបានមកដល់ជប៉ុនដោយវិធីនេះមានន័យថាវាមិនមែនគ្រាន់តែជាការដឹកប្រេងធម្មតាទេតែជាសញ្ញាថាជប៉ុនកំពុងបំបែកការពឹងផ្អែកលើផ្លូវដ៏គ្រោះថ្នាក់និងកំពុងស្វែងរកយុទ្ធសាស្ត្រថ្មីដើម្បីការពារធម្មពលជាតិក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភអំពីវិបត្តិធម្មពលវាក៏បង្ហាញថាបើផ្លូវមួយបិទជប៉ុនត្រូវបង្កើតផ្លូវមួយថ្មីនិងរកអ្វីមកជំនួសដោយមិនរងចាំមើលថាតើពិភពលោកនឹងស្ងប់ស្ងាត់នៅពេលណានោះទេ